ព័ត៌មានមិនប៉ັດគ្មានប្រភពធំធៅតែលេខ2ចុះព័ត៌មានថាកម្ពុជាសម្រេចចិត្តថាផ្ដាច់ភ្លើងពីគេឯងប៉ុន្តែហេតុអីបាននៅតែភ្ជាប់ជាមួយគេទៀតពី3ថ្ងៃហ្នឹងគឺគេចុះព័ត៌មាននឹងសឹងតែគ្រប់សារព័ត៌មានតែហ្មង ยังซื้อไฟฟ้าจากไทยใช้อยู่เลยครับและยังซื้อไฟใช้อยู่เลยที่ไม่ซื้อแค่3.3พื้นที่เท่านั้นจากทั้งหมด9.9พื้นที่ที่กัมพูชาซื้อไฟฟ้าจากบ้านเราครับเป็นข้อมูลจากคนตรีวัฒนสวัสดีผู้บริการสำนักงานประชาสัมพันธ์และความมั่นคงหรือว่าผู้อำนวยการ ហើយគេបានព័ត៌មានហ្នឹងមកពីអាប៉ែមួយដែលធ្វើការនៅមួយតាហ៊ានរហូតដល់ថ្ងៃនេះអគ្គិសនីកម្ពុជាបានចេញព័ត៌មានមកច្បាស់កាយថាយើងមិនប្រើភ្លើងថៃតតែសោះព័ត៌មានដែលថៃចុះប្រហែលថ្ងៃនេះជាព័ត៌មានមិនពិតទាំងអស់គ្នាតាមពិតព័ត៌មាននៅថៃគឺចុះពេលខ្លះគ្រាន់តែអ្នកផុសធម្មតាក៏វាយកចុះដែរហើយព័ត៌មានសិទ្ធិថ្នាក់ជាតិចឹងហើយពេលខ្លះព័ត៌មាននៅតែអត់ពិតចឹងហើយខ្ញុំបានឃើញព័ត៌មានហ្នឹងមកពី3ថ្ងៃប៉ុន្តែខ្ញុំមិននិយាយអីទេដោយសារអីខ្ញុំចាំភាគីខាងខ្មែរយើងចេញกระดาษរបស់យើងសិនថាយើងមិនដែរតាមពិតឥឡូវការពិតបានចេញមកហើយថាយើងអត់មានបានប្រើភ្លើងរបស់គេទេចុះតែខ្លួនឯងអីតែខ្លួនឯងដូច្នេះហើយខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាផ្សព្វផ្សាយនិងចែករំលែកបន្តនៅព័ត៌មានពិតដែលមានប្រភពច្បាស់លាស់យើងមានតម្រូវការកែសម្រស់ដោយវះកាត់ដោយមិនវះកាត់នឹងការព្យាបាលស្បែកឬក៏ផលិតផលផ្សេងអាចតាក់ទងមកពេកដុកទ័រមនោរដ្ឋឬក៏លេខទូរស័ព្ទ010 060 077 720 733បាន